សួស្តីបងប្អូនទាំងអស់គ្នាបាទជួបគ្នាសាច់ជាថ្មីវីដេអូមួយនេះគឺខ្ញុំមានចំណេះដឹងថ្មីមួយទៀតចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទហើយវាល្អសម្រាប់បងប្អូនដែលចូលចិត្តថតឯកសារបាទអញ្ចឹងពីមុនខ្ញុំប្រើប្រាស់ការថតឯកសារហ្នឹងគឺខ្ញុំប្រើ CS Cam Scanner បាទសម្រាប់ថតឯកសារបាទប៉ុន្តែដោយសារតែ app មួយនេះឥឡូវហ្នឹងគឺវាមានជាប់នៅផ្សាយពាណិជ្ជកម្មច្រើនបាទផ្សាយពាណិជ្ជកម្មហើយមួយទៀតគឺយើងថតទៅវាជាប់នៅ watermark បាទដូចចេះណាបងប្អូនឃើញជាប់នៅ watermark ដូចអញ្ចឹងធ្វើឲ្យឯកសាររបស់យើងនឹងមើលទៅវាមានភាពរញ៉េរញ៉ៃហើយមិនល្អមើលទៀតបាទវា see space ក្តាស់ឯកសាររបស់យើងទៀតបាទអញ្ចឹងក្នុងវីដេអូមួយនេះគឺខ្ញុំនឹងណែនាំនៅ app មួយទៀតចែកជូនទៅដល់បងប្អូនគឺវាអត់មានជាប់នៅ watermark ហើយក៏វាមិនលោតនៅពាណិជ្ជកម្មច្រើនចឹងដែរបាទអញ្ចឹងចង់ដឹងថាតើ app មួយនេះគឺជាអ្វីយើងចូលទៅ App Store ទាំងអស់គ្នាឬក៏ Play Store ដើម្បីយើងទៅ download យក app មួយនេះបាទអញ្ចឹងមុនចូលដល់ការបង្ហាញរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាជួយចុច like ជួយ follow page ក៏ដូចជាជួយចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតបាទអញ្ចឹងខ្ញុំចូលទៅក្នុង App Store ខ្ញុំប្រើលើ iPhone បាទចូល App Store ពេលដែលបងប្អូនចូលមកដល់ App Store ឬក៏ Play Store ហើយបងប្អូនចូលកន្លែង search ទៅបាទចូលកន្លែង search បាទបន្ទាប់មកបងប្អូនវាយពាក្យថា Genius ណា Genius IUS យើងវាយតា GEINS នេះវានឹង load ឲ្យយើងធ្លាប់វាយណាបាទអញ្ចឹងខ្ញុំធ្លាប់វាយហើយខ្ញុំវា load ឲ្យហើយបាទអញ្ចឹងបងប្អូនបើមិនធ្លាប់វាយទេបងប្អូនវាឲ្យចេញពាក្យGenius Scan អញ្ចឹងទៅបាទរួចហើយបងប្អូន search មកបាទអញ្ចឹងវានឹងបង្ហាញនេះសូមបង្ហាញបងប្អូនគឺសូមមើលរូប logo នេះណារូប logo បែបហ្នឹងបាទអញ្ចឹងបងប្អូនអាច download យក app នឹងមួយមកបាទអញ្ចឹងខ្ញុំ download បាទហើយខ្ញុំគិតថាការ download នោះមិនជាបញ្ហាសម្រាប់បងប្អូនទាំងអស់គ្នាទេបញ្ហាគឺសម្រាប់ការទៅប្រើប្រាស់លើ app មួយហ្នឹងហើយការតម្លើងវាយ៉ាងម៉េចបាទឥឡូវខ្ញុំបានទៅ download យកហើយខ្ញុំចូលទៅបើកនៅ app មួយហ្នឹងតែម្ដងបាទអញ្ចឹងពេលដែលយើងតម្លើងហើយវាចេញមកបែបនេះបាទបងប្អូនឃើញទេបាទចេញមកបែបហ្នឹងអញ្ចឹងគឺវាអត់ load ពាណិជ្ជកម្មញ៉ៃញ៉ៃដូចCS Cam Scanner ទេបាទអញ្ចឹងពេលចូលមកដល់កន្លែងនេះគឺបងប្អូនអាចចូលទៅថតបានណាចូលទៅកន្លែងសញ្ញាបូកនេះបាទបងប្អូនចូលកន្លែងហ្នឹងមកបាទបន្ទាប់មកវា load អានេះមួយយើងគ្រាន់តែចុច allow មកបាទចុច allow បាទពេលនោះវានឹងបង្ហាញនៅកាមេរ៉ាឲ្យយើងថតបាទអញ្ចឹងកាមេរ៉ាឲ្យយើងថតហើយមួយវិញទៀតមកដល់កន្លែងនេះបងប្អូនអាចទៅរើសរូបថតនៅក្នុងទូរស័ព្ទដៃរបស់យើងក៏បានដែរបងប្អូនចូលទៅកន្លែងនេះ photo នេះណាបាទចូលទៅកន្លែង photo ហ្នឹងឬក៏មួយទៀតបើយើងចង់បានជា file បងប្អូនអាចចូលទៅកន្លែង file នេះក៏បានដែរណាអាហ្នឹងយើងចង់ទាញ file មកមួយដែលយើងធ្លាប់មានពីមុនមកហើយវាអត់ច្បាស់យើងយកទៅមក edit នៅក្នុង app មួយហ្នឹងបាទអញ្ចឹងខ្ញុំចង់ថតបាទបងប្អូនគ្រាន់តែយកឯកសារមកហើយបងប្អូនដាក់ពីក្រោមវានឹងចាប់ហើយបាទអញ្ចឹងពេលនេះយើងថតបានហើយបាទវាថតដល់ពេលយើងថតបានអញ្ចឹងរួចហើយយើងចុចដាននេះមកបាទថតបានហើយយើងចុចដានមកបាទពេលនោះវានឹងបង្ហាញមកដល់បែបនេះបាទរួចហើយយើងអាចសេរីបាននៅកន្លែងនេះបងប្អូនចូលទៅកន្លែង edit ទៅយើងអាចសេរីបានបាទចូល edit រួចហើយបងប្អូនមើលទៅតើវាត្រូវកេមត្រូវជ្រុងអស់នៅបើមិនទាន់ត្រូវទេយើងអាចចូល recrop នេះបងប្អូនអាចចូល recrop ហ្នឹងទៅបាទដើម្បីយើងសេរីមើលទៅឲ្យវាត្រូវកេមត្រូវជ្រុងណាបាទអញ្ចឹងឧទាហរណ៍ថាខាងលើខាងនេះខ្ញុំចង់ឲ្យវាចូលទៅក្នុងបន្តិចណាបាទព្រោះអីនៅកន្លែងនេះឃើញមានស្នាមខ្មៅនេះបាទអញ្ចឹងយើងអាចទាញឲ្យវាចូលក្នុងតិចមកឲ្យបាត់អាខ្មៅហ្នឹងណាបាទអញ្ចឹងយើងមើលទៅមើលតាមរូបដែលវាបង្ហាញហ្នឹងបាទអញ្ចឹងយើងទាញមកឲ្យបាត់អាខ្មៅហ្នឹងបាទឃើញទេបងប្អូននេះបាទអញ្ចឹងយើងទាញសេរីតាមអ្វីដែលយើងចង់បានមកឲ្យបាត់ហ្គេមបាទអញ្ចឹងរួចហើយពេលបងប្អូនសេរីហើយបងប្អូនអាចចុចដាននៅខាងក្រោមនេះមកបាទចុចដានមកនោះវានឹងទាញបានហើយរួចហើយបងប្អូនអាចមើលទៀតតើបងប្អូនចង់បានជា color ឬក៏សខ្មៅអីហ្នឹងបងប្អូនមើលតាមនេះណាអានេះជា original របស់វាអាណាយើងយកនេះគឺវា original បាទនេះគឺវា auto វាធ្វើឲ្យច្បាស់ល្អបាទនេះ color ណា blue and white បាទ black and white សំទោសសខ្មៅណាហើយដល់នេះគឺយើង color មានន័យថាបើឯកសារនឹងវា color យើងយក color មកវានឹងច្បាស់ឬក៏យើងយក auto មកព្រោះវាចាប់ auto ឲ្យយើងឲ្យច្បាស់ល្អតែម្ដងបាទអញ្ចឹងបន្ទាប់មកបងប្អូនគ្រាន់តែចុចខ្វែងនេះសិនមកបាទចុចខ្វែងហ្នឹងបាទពេលនោះយើងបានឯកសារនឹងមួយហើយយើងចង់ទាញឯកសារហ្នឹងធ្វើជារូបភាពបងប្អូនចូលទៅកន្លែងនេះណាទាញជារូបភាពដាក់ចូលក្នុងទូរស័ព្ទរបស់យើងចូលកន្លែង export នេះមក
បាទបន្ទាប់មកយើងមើលកន្លែងនេះវាជាប់ជា PDF បាទបងប្អូនឃើញនេះជាប់ជា PDF អញ្ចឹងបងប្អូនទៅដូរយកជា image វិញបាទអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែងនេះរូបកងចក្រនេះមកកន្លែង setting ហ្នឹងបាទចុចហ្នឹងបន្ទាប់មកបងប្អូនយកនេះ JPEG បាទបងប្អូនយករូបយកខាងលើហ្នឹងមកវានឹងទៅជារូបភាពហើយបាទអញ្ចឹងវាជាប់ជា PDF អញ្ចឹងកាលណាយើងធ្វើឯកសារហ្នឹងទៅជា PDF បងប្អូនចុចនេះមកហើយ PDF បងប្អូនភាគច្រើនតើតាមាន2 3 4សន្លឹកអញ្ចឹងទៅបាទយើងធ្វើជា PDF ប៉ុន្តែបមកសន្លឹកភាគច្រើនគឺយើងធ្វើជារូបភាពហើយ image ហ្នឹងហើយបាទអញ្ចឹងបងប្អូនឥឡូវឯកសារហ្នឹងខ្ញុំធ្វើជារូបភាពខ្ញុំយកខាងលើបាទចុចយកខាងលើបាទបន្ទាប់មកខាងក្រោមនេះគឺយើងមើលប្រភេទ resolution របស់វាបាទជាធម្មតាយើងយកល្អមកឲ្យវាច្បាស់ល្អណាបាទយើងយកខាងលើមកបាទបន្ទាប់មកបងប្អូនចុច text ខាងលើនេះមកបាទហើយបាទបន្ទាប់មកនេះវានឹងឲ្យយើងចេញជា save ទៅក្នុង photo នៅក្នុងរូបទូរស័ព្ទដៃរបស់យើងឯងបាទអញ្ចឹងបងប្អូនចុចកន្លែង photo នឹងមកបាទបន្ទាប់មកវាបង្ហាញនៅកន្លែងនេះបាទបងប្អូនគ្រាន់តែចុចnotify me ទៅបាទរួចហើយបងប្អូនចុច allow មកបាទចុច allow បាទពេលនេះវាចេញមកបែបនេះទៀតយើងចុច allow ទៀតមកបាទពេលនោះវាជាការស្រេចតែម្ដងបាទហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាការចេញបែបនេះគឺវាចេញតែដំបូងដែលយើងទើបតែតម្លើង app ទេប៉ុន្តែដល់ពេលដែលយើងប្រើ app នឹងបានម្ដងហើយលើកក្រោយគឺវាលែងចេញបែបហ្នឹងទៀតហើយបាទអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំលែងមានតែប៉ុណ្ណេះសម្រាប់ចែកជូនទៅដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនប្រើប្រាស់នៅកម្មវិធីមួយនេះបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ